អ៊ីរ៉ង់ថ្លើមធំមិនស្ដាប់លោកត្រាំក៏ដូចជាមិនខ្លាចអាមេរិកទាល់តែសោះតែម្ដងបងគឺតមាត់ជាមួយលោកត្រាំយ៉ាងប៉ប៉ាច់ឥឡូវយើងទៅតាមដានដឹងមើលថាតើការថ្លើមធំរបស់អ៊ីរ៉ង់នឹងគឺយ៉ាងណាយ៉ាងណីវិញបងបន្ទាប់ពីសហរដ្ឋអាមេរិកណាធ្វើការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ក៏ឆ្លើយតបវិញគឺថ្លើមធំខ្លាំងមែនទែនឥឡូវយើងចូលរួមតាមដានក៏ដូចជាទេសនាទាំងអស់គ្នាបងប្អូនអ៊ីរ៉ង់បដិញ្ញាឆ្លើយតបណាយ៉ាងបំភ្លេចបំផ្លាញខណៈអាមេរិកព្រមមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់មានណាលោកត្រាំគឺថាព្រមមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មាននៅលើពិភពលោករីឯអ៊ីរ៉ង់ឆ្លើយតបវិញគឺថានឹងឆ្លើយតបយ៉ាងខ្លាំងក្លាជាទីបំផុតបើសិនជាលោកត្រាំហ៊ានធ្វើដូចអ្វីដែលគាត់បានទេឥឡូវយើងទៅតាមដានមើល Washington ប្រទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃศุក្រនេះថាការឆ្លើយតបរបស់ខ្លួនចំពោះការគំរាមកំហែងថ្មីពីសហរដ្ឋអាមេរិកនឹងបង្កជាផលបំផ្លិចបំផ្លាញបន្ទាប់ពីទីក្រុង Washington បានបដិញ្ញាដាក់ទណ្ឌកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្របងមិនមែនជារឿងធម្មតាទេគឺមិនដែលមានពីមុនមកទាល់តែសោះក្នុងគោលបំណងផ្ដួលរលំថ្នាក់ដឹកនាំអ៊ីរ៉ង់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បងបន្ទាប់ពីលោកត្រាំវាប្រហារអ៊ីរ៉ង់មិនដួលរលំពេលនេះគឺលោកត្រាំបានបដូរយុទ្ធសាស្ត្រហើយគឺបដូរពីការវាយមកដាក់សម្ពាធពាក់ព័ន្ធទៅនឹងរឿងសេដ្ឋកិច្ចវិញឥឡូវយើងបន្តមើលរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកលោក Scott Bessent បានឲ្យដឹងថាលោកនឹងផ្ដល់ព័ត៌មានលម្អិតនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយអំពីផែនការដាក់ទណ្ឌកម្មនេះដែលធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានព្រមានពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសណាដែលហ៊ានផ្ដល់ខ្សែជីវិតសេដ្ឋកិច្ចដល់អ៊ីរ៉ង់ណាមិនត្រឹមតែអ៊ីរ៉ង់ទេបើសិនជាប្រទេសណានីមួយហ៊ានណាមិនត្រឹមថាជាសម្ព័ន្ធមិត្តអាមេរិកឬក៏ប្រទេសណាក៏ដោយឲ្យតែហ៊ានលើកជើងឬក៏ជួយអ៊ីរ៉ង់បន្តាក់បន្តិចនេះណាលោកត្រាំក៏ដូចជារដ្ឋអាមេរិកនឹងធ្វើការប្រមានក៏ដូចជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរនេះគឺជារឿងមួយដែលលោកត្រាំលេងផ្លូវក្នុងហើយបងប្អូនគឺវាយមិនដួលមកធ្វើសង្គ្រាមសេដ្ឋកិច្ចវិញម្ដងជាការឆ្លើយតបអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានគូសបញ្ជាក់យ៉ាងដូចនេះថាជាមួយនឹងការត្រៀមខ្លួនជាស្រេចនៅទូទាំងដែនគោកនិងដែនទឹកគឺអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចហើយមិនថាដែនគោកឬក៏ដែនទឹកនិងដែនអាកាសនោះទេណាការពីដែនអាកាសនិងលំហអ៊ីនធឺណិតកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីរបស់សត្រូវគឺលោកត្រាំនឹងគឺជាសត្រូវអាមេរិកនឹងគឺជាសត្រូវណាសម្ព័ន្ធមិត្តលោកត្រាំដែលផ្ដល់កន្លែងវាយទៅលើអ៊ីរ៉ង់នោះគឺសិតតែជាសត្រូវរបស់អ៊ីរ៉ង់ទាំងអស់បងប្អូនជាមួយនឹងការវាយបកកំទេចដាក់ទណ្ឌកម្មនិងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតទន្ទឹមនឹងនេះប្រធានសភាអ៊ីរ៉ង់លោក Mohammad Baqir Ghalibaf បានលើកឡើងថាសហរដ្ឋអាមេរិកហាក់ដូចជាបានដឹងច្បាស់ថាខ្លួនមិនអាចយកឈ្នះក្នុងការប្រជុំមុខផ្នែកយោធាដោយផ្ទាល់បានឡើយណាគឺអ៊ីរ៉ង់ហ៊ាននិយាយបែបនេះណាបងហ៊ាននិយាយថាអាមេរិកនឹងគឺខាងផ្នែកយោធានឹងក៏អត់យកឈ្នះអ៊ីរ៉ង់បានទេណាបងទើបងាកមកប្រើប្រាស់សង្គ្រាមសេដ្ឋកិច្ចបែបនេះលោកបានចោទប្រកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថាបានងាកទៅរកសង្គ្រាមសេដ្ឋកិច្ចនិងសង្គ្រាមចិត្តសាស្ត្រដើម្បីដាក់គំនាបលើទីក្រុងតេហេរ៉ង់ធ្វើអីអ៊ីរ៉ង់មិនបែកឥឡូវមកធ្វើសង្គ្រាមចិត្តសាស្ត្រហើយនិងសង្គ្រាមសេដ្ឋកិច្ចវិញម្ដងគូបញ្ជាក់ថាភាពតានតឹងរវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់បានកើនឡើងដល់កម្រិតកំពូលថ្មីមួយទៀតខណៈដែលសហរដ្ឋអាមេរិកកំពុងជំរុញឲ្យបណ្ដាសម្ព័ន្ធមិត្តទាំងអស់ចូលរួមក្នុងយុទ្ធនាការកាត់ផ្តាច់សេដ្ឋកិច្ចអ៊ីរ៉ង់ឲ្យនៅឯកោទីស្រុងនៅលើឆាកអន្តរជាតិគឺធ្វើបាបអ៊ីរ៉ង់ខ្លាំងមែនទែនបងគឺថាមិនអោយនរណាតាក់តងទៅអ៊ីរ៉ង់ទេអត់អោយនិយាយជាមួយក៏ដូចជាអត់អោយធ្វើការជាមួយនឹងអ៊ីរ៉ង់វិញណាបើសិនជាយើងវិញបើឧទាហរណ៍តែយើងវិញយើងប៉ុណ្ណឹងគឺវាពិតជាឯកោខ្លាំងមែនទែនណាបងប្អូនគឺអ្វីដែលលោកត្រាំកំពុងតែធ្វើបាបអ៊ីរ៉ង់ហើយយើងតាមដានបន្តទៀតថាមើលការធ្វើបាបរបស់លោកត្រាំនេះអាចធ្វើឲ្យអ៊ីរ៉ង់ដួលសុំចុះចាញ់ឬក៏អ៊ីរ៉ង់នៅតែបន្តមានជីវិតឌឺដងក៏ដូចជាវាយប្រហារតជាមួយនឹងសហរដ្ឋអាមេរិកឬក៏លោកត្រាំវិញហើយយើងបន្តទៀតលោកត្រាំណា
អាងថាអេរ៉ង់មិនទាន់ត្រៀមខ្លួនដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយនោះទេណាត្រាំខុងណាខុងញ័រសាច់តែម្ដងហេតុអីក៏វាឌឺម្លេះណាបងអត់មានចុះកិច្ចព្រមព្រៀងសន្តិភាពអត់មានសុំចុះចាញ់ទេមានតែការតមាត់យ៉ាងបបាច់បបោចតែម្ដងហើយយកតាមដានវ៉ាស៊ីនតោនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅថ្ងៃសុក្រទី21ខែសីហាឆ្នាំ2026ថាទីក្រុងតេហេរ៉ង់មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយនោះទេហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានអ្វីដែលកំពុងកើតឡើងក្នុងសង្គ្រាមជាមួយអេរ៉ង់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោកត្រាំក៏បានអះអាងដែរពីការគ្រប់គ្រងលើច្រកសមុទ្រ Hormuz យើងបានគ្រប់គ្រងទាំងស្រុងលើតំបន់ទាំងមូលដែលមានជាប់ពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz នេះគឺជាអ្វីដែលលោកត្រាំនិយាយឌឺដងក៏ដូចជាបញ្ឈឺអេរ៉ង់តំណងគឺថាអាមេរិកបានគ្រប់គ្រងច្រកសមុទ្រ Hormuz ទាំងមូលណាបងប្អូនហើយនេះមានន័យថាយើងកំពុងគ្រប់គ្រងណារួមទាំងតំបន់ដីគោកស្ថិតនៅក្បែរច្រកសមុទ្រនេះបើតាមគំនិតរបស់ខ្ញុំពួកគេណាលោកត្រាំគាត់ថាបើសិនជាតាមគំនិតរបស់គាត់ណាអេរ៉ង់គួរតែចុះកិច្ចព្រមព្រៀងមួយប៉ុន្តែពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ទេដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយអេរ៉ង់ប្រហែលជាមិនព្រមទេព្រោះអីថាស្អប់លោកត្រាំណាស់មិនទាន់សងសឹកសម្រាប់លោកត្រាំបានណាបងគូបញ្ជាក់ថាសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះបានប្រកាសពីការធ្វើយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មានប្រឆាំងនឹងអេរ៉ង់ជាមួយនឹងការប្រមានពីផលវិបាកចំពោះប្រទេសណាដែលជួយឬធ្វើពាណិជ្ជកម្មជាមួយនឹងអេរ៉ង់វិញបានប្រមានថានឹងប្រើជំរឿសយោធាដើម្បីសងសឹកទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកណាបងគឺវីប្រហារសម្ដីដាក់ទៅគឺដាក់មកណាវីប្រហារយោធាដាក់ទៅគឺដាក់មកនឹងគឺថាចាក់ទឹកណាអាមេរិកចាក់ទឹកដូចចាក់ទឹកលើក្បាលទាអញ្ចឹងគឺចាក់អត់ជាប់ទេបងប្អូនចាក់ហូរធ្លាក់តិចតិចអស់ចាក់លើអេរ៉ង់គឺដូចចាក់ទឹកលើក្បាលទាអញ្ចឹងបងប្អូនយកបន្តក្រោយប្រើកម្លាំងវីអេរ៉ង់មិនដួលអាមេរិកងាកមកប្រើសង្គ្រាមសេដ្ឋកិច្ចហើយដាក់សម្ពាធឲ្យសម្ព័ន្ធមិត្តនឹងចិនជួយគ្រប់គ្រងខ្លួនណាបងបន្ទាប់ពីវេអេរ៉ង់តែឯងខាតតែឯងអញ្ចឹងហើយក៏ដាក់សម្ពាធណាសង្គ្រាមសេដ្ឋកិច្ចក៏ដូចជាបន្តឲ្យសម្ព័ន្ធមិត្តក៏ដូចជាចិនអីផ្សេងណាជួយគ្រប់គ្រងខ្លួនផងណាធ្វើឲ្យអេរ៉ង់នឹងដួលប៉ុន្តែមិនដឹងយ៉ាងណាទេមិនដឹងតែចិនព្រមឬក៏សម្ព័ន្ធមិត្តរបស់លោកត្រាំព្រមឬក៏អត់ទេឥឡូវយើងបន្តក្រោយសង្គ្រាមប្រដាប់អាវុធអូសបន្លាយជិត6ខែដោយមិនអាចផ្ដួលរំលំសមត្ថភាពវិបកនិងជំហរដ៏រឹងមាំរបស់ទីក្រុងតេហេរ៉ង់បានសហរដ្ឋអាមេរិកបានសម្រេចបដូរទិសដៅមកប្រើសង្គ្រាមសេដ្ឋកិច្ចជាមួយអេរ៉ង់វិញម្ដងសារព័ត៌មាន The Straits Times បានរាយការណ៍ថាទីក្រុង Washington បានដាក់កំហិតសម្ព័ន្ធមិត្តនិងប្រទេសចិនដោយតម្រូវឲ្យជ្រើសរើសផ្លូវរវាងឈរខាងអាមេរិកឬក៏ប្រឆាំងអាមេរិកណាបើសិនជាឈរខាងអាមេរិកបានន័យថាដាក់សម្ពាធអេរ៉ង់តែបើសិនជាប្រឆាំងនឹងអាមេរិកបានន័យថាជួយអេរ៉ង់អញ្ចឹងហើយគឺប្រឆាំងនឹងអាមេរិកហើយណាបងនៅក្នុងយុទ្ធនាការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចអេរ៉ង់ឲ្យដួលរលំនៅថ្ងៃទី20ខែសីហាសហរដ្ឋអាមេរិកបានផ្ញើសារព្រមានទៅកាន់បណ្ដាសម្ព័ន្ធមិត្តនិងប្រទេសចិនឲ្យចូលរួមក្នុងយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចថ្មីរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងគោលបំណងបិទគប់សេដ្ឋកិច្ចអេរ៉ង់ទាំងស្រុងនិងបណ្ដាញរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ចេញពីអំណាចរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បានគូសបញ្ជាក់ថាលោកត្រាំកំពុងផ្លាស់ប្ដូរទម្ងន់នៃយុទ្ធសាស្ត្រសង្គ្រាមពីការប្រើប្រាស់អាវុធយោធាមកជាការដាក់សម្ពាធសេដ្ឋកិច្ចវិញខណៈសង្គ្រាមរួមដៃគ្នារវាងអាមេរិកនិងអ៊ីស្រាអែលប្រឆាំងអេរ៉ង់បានអូសបន្លាយពេលប្រមាណ6ខែកន្លងមកនេះក្រោមសម្ពាធនយោបាយក្នុងស្រុកនឹងការខិតជិតណាមកដល់នៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិដ៏សំខាន់លោកត្រាំបានដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចដ៏កាចសាហាវបំផុតមិនធ្លាប់មានដើម្បីប្រឆាំងនឹងអេរ៉ង់នៅពេលសួរអំពីជំហរចំពោះប្រទេសចិនដែលជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អេរ៉ង់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានបង្ហាញថាទោះបីជាកិច្ចពិភាក្សាខ្លះត្រូវធ្វើឡើងជាសម្ងាត់ប៉ុន្តែទីក្រុងប៉េកាំងក៏បីយល់ពីស្ថានភាពដោយសារចិនត្រូវពឹងផ្អែកលើប្រភពថាមពលរហូតដល់50%ចេញពីតំបន់ឈូងសមុទ្រនេះណាបងគឺចិនពិបាកនឹងសម្រេចចិត្តណាស់ពីព្រោះថាការទទួលទិញប្រេងពីច្រកសមុទ្រពីអេរ៉ង់នឹងគឺវាច្រើនហួសហេតុពេកអញ្ចឹងមិនដឹងថាចិនអាចធ្វើតាមអ្វីដែលលោកត្រាំនិយាយបានឬក៏អាមេរិកនិយាយបានឬក៏អត់នោះទេបងប្អូន
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថាប្រសិនបើការសម្ពាធណាសម្ពាធសេដ្ឋកិច្ចនេះទទួលបានជោគជ័យសហរដ្ឋអាមេរិកប្រហែលជាមិនចាំបាច់ត្រឡប់ទៅរកការវាយប្រហារតាមផ្លូវយោធាឡើងវិញនោះទេទូគីយេនិងអ៊ីស្រាអែលផ្ទុះសង្គ្រាមពាក្យសម្ដីជុំវិញការស្វែងរកដោយការចាប់ខ្លួនលោកនេតាញ់យ៉ាហ៊ូណាបងនេះគឺជាអ្វីដែលកំពុងតែក្តៅកគុកនៅលើឆាកអន្តរជាតិហើយគឺថាសង្គ្រាមពាក្យសម្ដីរវាងទូគីយេហើយនិងអ៊ីស្រាអែលណាពាក់ព័ន្ធទៅនឹងរងដោយការចាប់ខ្លួនលោកនេតាញ់យ៉ាហ៊ូដែលជាមនុស្សប្រព្រឹត្តបទល្មើសគឺអកតកម្មសង្គ្រាមហើយសម្លាប់មនុស្សច្រើនណាស់ហើយជាបន្តអង្គការទូគីយេនិងអ៊ីស្រាអែលបានផ្ទុះសង្គ្រាមពាក្យសម្ដីនឹងគ្នាកាលពីថ្ងៃសុក្រទី21ខែសីហាឆ្នាំ2026បន្ទាប់ពីទីក្រុងអង្ការ៉ាប្រកាសថាខ្លួនបានស្វែងរកដីកាអន្តរជាតិដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដោយចោទប្រកាន់រូបលោកពីអំពើប្រល័យពូជសាសន៍ពាក់ព័ន្ធទៅនឹងការស្ទាក់ចាប់ឃុំខ្លួនសកម្មជនក្បួនទូកមនុស្សធម៌កាហ្សានេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFPអ៊ីស្រាអែលកាលពីខែឧសភាកន្លងទៅបានស្ទាក់ចាប់ខ្លួនសកម្មជនជាង300នាក់ណាបងប្អូនឲ្យតែអ្នកណាគេធ្វើបៀបថាយកអីជួយអ៊ីស្រាជួយកាហ្សាអីណាបងគឺអត់ទេអ៊ីស្រាអែលនឹងក៏អត់ព្រមតែគឺចាប់យកទៅឃុំតែម្ដងណាបងនេះគឺសកម្មជនជាង300នាក់ណាបងគឺចាប់យកទៅឃុំទាំងអស់នៅលើទុកដឹកជំនួយមនុស្សធម៌ឆ្ពោះទៅកាន់តំបន់កាហ្សាជាហេតុបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិតាមរដ្ឋមន្ត្រីក្រសួងយុតិធម៌ទូគីយេលោកអាគីនកលេកក្រសួងរបស់លោកបានស្នើឲ្យក្រសួងមហាផ្ទៃចេញនិវេតក្រហមអង្គតេប៉ូលដើម្បីចាប់ខ្លួនលោកនេតាញ់យ៉ាហ៊ូនិងមន្ត្រីអ៊ីស្រាអែលម្នាក់ឈ្មោះ Afek Moskowitz ជាផ្នែកមួយនៃការដំណើរការនីតិវិធីច្បាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារក្នុងដែនទឹកអន្តរជាតិលើក្បួនទូករបស់សកម្មជនមនុស្សធម៌ Flotillaក្រសួងមហាផ្ទៃទូគីយេបានឲ្យដឹងថាលោកនេតាញ់យ៉ាហ៊ូនិងលោក Moskowitz កំពុងប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រល័យពូជសាសន៍ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពនិងការធ្វើទរណកម្មនិងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងគូធ្វើបាបកាហ្សាខ្លាំងណាស់បងធ្វើបាបប៉ាឡេស្ទីនខ្លាំងមែនតើណាឥឡូវនេះនៅក្នុងតំបន់កាហ្សាហ្នឹងឯងធ្វើបាបជនជាតិប៉ាឡេស្ទីនខាងណាស់គឺសម្លាប់រាល់តែថ្ងៃតំណងអត់ឲ្យមានបាយហូបអីគ្រប់គ្រាន់ទេអត់ឲ្យមានសុខសុវត្ថិភាពអីទាល់តែសោះបងគឺធ្វើការសម្លាប់រាល់តែថ្ងៃតែម្ដងនេះគឺបានពិភពលោកនេះកំពុងតែស្អប់ខ្លាំងណាស់បើសិនជាអាមេរិកបើកដៃតែបន្តិចណាបងពិភពលោកគេមិនលើកលែងឲ្យលោកនេតាញ់យ៉ាហ៊ូក៏ដូចជាអ៊ីស្រាអែលនោះទេឡើយបន្តជាការឆ្លើយតបការិយាល័យរបស់លោកនេតាញ់យ៉ាហ៊ូបាននិយាយថាអ៊ីស្រាអែលមិនអើពើនឹងដោយការចាប់ខ្លួនរបស់ទូគីយេនោះទេលោកដូកានគឺជាជនផ្ដាច់ការប្រឆាំងនឹងជនជាតិជ្វីហ្វម្នាក់ដែលសម្លាប់ជនជាតិខឺតគ្រប់គ្រងដល់ការសម្លាប់រង្គាលរបស់ក្រុមហាម៉ាស់និងគៀបសង្កត់លើប្រជាជនខ្លួនឯងនេះជាប្រតិកម្មឆ្លើយតបរបស់ការិយាល័យរបស់លោកនេតាញ់យ៉ាហ៊ូគូបញ្ជាក់ថាភាពតានតឹងរវាងទូគីយេនិងអ៊ីស្រាអែលបានកើនឡើងកម្ដៅខ្លាំងក្នុងសប្តាហ៍នេះជុំវិញបញ្ហាសេរីជាទីដែលអ៊ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ពមួយដែលខ្លួនអះអាងថាមានវត្តមានកងទ័ពទូគីយេប៉ុន្តែទូគីយេនិងសហរដ្ឋអាមេរិកបានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែលហើយសេរីបាននិយាយថាមិនមានគម្រោងអនុញ្ញាតឲ្យមានការដាក់ពង្រីកកងទ័ពទូគីយេនៅឯមូលដ្ឋានទ័ពខាងលើនោះទេលោកត្រាំឌីលអង្គការ NATO ធ្ងន់ថាឈួតលីលាក្រោយខឹងមិនជួយអន្តរាគមន៍បើកច្រកសមុទ្រហូម៉ូសណាត្រាំឌីលអង្គការ NATO បងគឺខឹងខ្លាំងណាស់ហើយអីបានជាមិនអើពើពាក់ព័ន្ធទៅនឹងរឿងជួយអន្តរាគមន៍ការខឹងគ្នាជាមួយនឹងអ៊ីរ៉ង់នេះបងមិនអើពើទោះតែសោះចេញមកឌីលធ្ងន់លេងសុទ្ធតែឈួតលីលាឥឡូវទៅតាមដានមើលការផ្ទុះប្រតិកម្មខ្លាំងៗរបស់លោកត្រាំនេះកើតមានឡើងក្រោយពីសម្ព័ន្ធមិត្តសំខាន់យ៉ាងតិចចំនួន8រួមមានចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់អ៊ីតាលីអ៊ីស្ប៉ាញអូស្ត្រាលីជប៉ុននិងកូរ៉េខាងត្បូងបានបដិសេធមិនលូកដៃជួយអាមេរិកតាមការអំពាវនាវរបស់លោកត្រាំនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី18ខែមីនាដោយខឹងអង្គការបកសម្ព័ន្ធណាយោធា NATO និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តសំខាន់មុនជួយអន្តរាគមន៍បើកច្រកសមុទ្រហូម៉ូសប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានពន្លះអង្គការ NATO ធ្ងន់ដោយលើថាឈួតលីលាណាយីឈួតលីលាណាហើយថាអាមេរិកមិនត្រូវការជំនួយពីរដ្ឋាភិបាលឡើយ
ជាការពិតណាស់លោកត្រាំចង់ឲ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តជួយអន្តរាគមន៍ដើម្បីការពារសុវត្ថិភាពកប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហូមប៉ុន្តែប្រទេសជាច្រើនបានច្រានចោលគំនិតនេះតួយ៉ាងប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបាននិយាយថាប្រទេសបារាំងនឹងមិនចូលរួមឡើយរហូតដល់ភាពតានតឹងនៅមជ្ឈិមបូព៌ាឈានទៅរកភាពធូរស្រាលហើយប្រទេសជាច្រើនទៀតក៏ដូចជាចក្រភពអង់គ្លេសជប៉ុនអូស្ត្រាលីនិងកូរ៉េខាងត្បូងជាដើមក៏បានបដិសេធមិនចូលរួមផងដែរលោកត្រាំបានលើកឡើងទាំងឆ្អែតចិត្តថាការបដិសេធនេះបានបង្ហាញយ៉ាងច្បាស់ថាអង្គការបកសម្ព័ន្ធណាយោធា NATO មិនគ្រប់គ្រងសហរដ្ឋអាមេរិកទាំងដែលអាមេរិកត្រូវការជំនួយក្នុងគ្រាអាសន្នហើយបានហៅសម្ព័ន្ធមិត្តនេះថាជាផ្លូវឯកទិសដែលមានន័យថាបើទៅហើយគឺមិនអាចត្រឡប់បកក្រោយវិញបានណាបងទោះជាយ៉ាងណាលោកបានអះអាងថាសហរដ្ឋអាមេរិកណាមានភាពប្រឹងមាំគ្រប់គ្រាន់ដើម្បីធ្វើរឿងនេះតែម្នាក់ឯងទោះបីជាបានរិះគន់បណ្ដាសម្ព័ន្ធមិត្តយ៉ាងណាក្តីក៏លោកត្រាំអះអាងថាសម្ព័ន្ធមិត្តទាំងនោះយល់ស្របថាចាំបាច់ត្រូវតែប្រឆាំងនឹងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនតម្លៃប្រេងបានហក់ឡើងខ្លាំងទូទាំងពិភពលោកក្រោយអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហូមដែលមានសារៈសំខាន់ដែលមានរហូតដល់ទៅប្រមាណ 20% នៃប្រេងរបស់ពិភពលោកត្រូវដឹកឆ្លងកាត់ច្រកសមុទ្រមួយនេះលោកដូណាល់ត្រាំក៏បានលើកឡើងដែរថាអាមេរិកអាចនឹងកាត់បន្ថយការចូលរួមរបស់ខ្លួននៅក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះប៉ុន្តែมันបានផ្ដល់ផែនការច្បាស់លាស់សម្រាប់អ្វីដែលនឹងកើតឡើងបន្ទាប់នៅក្នុងប្រទេសអ៊ីរ៉ង់នោះទេអឺរ៉ុបកំពុងប្រឈមនឹងខ្វះកម្លាំងទ័ពខណៈរុស្ស៊ីកំពុងចង់សាកកម្លាំង NATO ណាពូទីនធ្វើផ្ទុះធ្វើព្យុះធ្វើភ្លៀងហើយណាបងប្អូនគឺអឺរ៉ុបនឹងកំពុងតែមានការភ័យខ្លាចជាពិសេសគឺ NATO តែម្ដងអង្គការ NATO តែម្ដងកំពុងតែរងសម្ពាធពីសំណាក់លោកពូទីនគឺរុស្ស៊ីនឹងឯងគឺចង់សាកកម្លាំង NATO ថាអាចទប់ទល់បានឬក៏អត់ឥឡូវយើងទៅតាមដានដល់មើលសហភាពអឺរ៉ុបកំពុងប្រឈមនឹងបដិវត្តនិងវិវត្តដ៏ធំមួយទៀតគឺកង្វះខាតកម្លាំងទ័ពនៅក្នុងជួរយោធាគណៈស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការការពារជាតិលោក Andrios Kobilius បងប្អូនព្រមមានអឺរ៉ុបចាំបាច់ត្រូវតែមានសមត្ថភាពដាក់ពង្រីកកងទ័ពត្រៀមទប់ទល់ឲ្យបានយ៉ាងតិច 10,000 នាក់ជាប្រញាប់ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីរុស្ស៊ីទោះបីជាអឺរ៉ុបត្រៀមណាទម្លាក់ថវិការាប់រយពាន់លានអឺរ៉ូដើម្បីបំពាក់អាវុធឡើងវិញក៏ដោយប៉ុន្តែក្រុមអ្នកជំនាញបានបង្ហាញការព្រួយបារម្ភថាលុយអាចទិញអាវុធបានតែមិនអាចទិញទឹកចិត្តមនុស្សឲ្យមកធ្វើទាហានបានឡើយត្រឹមត្រូវបងការកើនឡើងកម្ដៅសង្គ្រាមនៅអ៊ុយក្រែននិងការប្រែប្រួលសន្តិសុខតំបន់បានបង្ខំឲ្យសហភាពអឺរ៉ុបរត់រាប្រញាប់ប្រញាល់ធ្វើបច្ចុប្បន្នភាពនិងបំពាក់អាវុធដល់កងទ័ពខ្លួនឡើងវិញជាប្រវត្តិសាស្ត្រគណៈកម្មការរົບគ្រងផែនការគីកូថាវិការរហូតដល់800,000 លានអឺរ៉ូដើម្បីផ្ដល់ឲ្យរដ្ឋសមាជិកណា27ប្រទេសមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការលើកកម្ពស់សមត្ថភាពយោធានិងគាំទ្រដល់កាតព្វកិច្ចការពារជាតិរបស់អង្គការ NATO ទោះជាយ៉ាងណាក៏ដោយរបាយការណ៍បច្ចុប្បន្នដែលចុះផ្សាយដោយសារព័ត៌មានបងប្អូនEuronews បានគឺបញ្ជាក់ថាបញ្ហាស្នូលដែលអឺរ៉ុបកំពុងទល់ច្រកមិនមែនជាបញ្ហាថវិកានោះទេប៉ុន្តែគឺជាវិបត្តិកម្លាំងមនុស្សកម្លាំងប្រដាប់អាវុធនៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើនកំពុងជួបការលំបាកយ៉ាងខ្លាំងក្លាក្នុងការជ្រើសរើសទាហានថ្មីនិងការរក្សាទាហានចាស់ៗឲ្យនៅបម្រើការក្នុងជួរយោធាសភាអឺរ៉ុបធ្លាប់បានចេញរបាយការណ៍ព្រមានតាំងពីឆ្នាំ2024មកម្លេះពីសញ្ញាអាសន្ននៃការខ្វះខាតកម្លាំងទ័ពនេះលោកអេម៉ានូអែលចាកុបណាប្រធានអង្គការសមាគមនិងសហជីពយោធាអឺរ៉ុបបានលើកឡើងថាអឺរ៉ុបមានគម្រោងទិញអាវុធទំនើបនិងថវិការាប់ពាន់លានតែនៅទីបញ្ចប់នៅតែខ្វះមនុស្សគ្រប់គ្រាន់ដើម្បីកាន់អាវុធនិងប្រកាន់ជំហរការពារទីតាំងវិបត្តិនេះមិនមែនជារឿងថ្មីទេប៉ុន្តែអ្វីដែលផ្លាស់ប្ដូរនៅពេលនេះគឺកម្រិតនៃភាពបន្ទាន់ដែលកាន់តែប្រឈមខ្ពស់យោងតាមការវិតម្លៃស៊ើបការសម្ងាត់ពីបណ្ដាប្រទេសអឺរ៉ុបបានព្យាករណ៍ថាត្រឹមឆ្នាំ2030រុស្ស៊ីអាចនឹងស្ដារសមត្ថភាពយោធារបស់ខ្លួនឡើងវិញបានពេញលេញហើយអាចនឹងមានបំណងសាកល្បងកម្លាំងឬក៏វាស់ស្ទង់ស្មារតីសាមគ្គីភាពរបស់អង្គការ NATO ដោយផ្ទាល់បច្ចុប្បន្នទាហានរុស្ស៊ីប្រមាណ 11 នាក់កំពុងស្ថិតនៅក្នុងស្ថានភាពត្រៀមប្រងនិងចល័តនៅជិតព្រំដែនសហភាពអឺរ៉ុបនិង NATO
ដើម្បីឆ្លើយតបនឹងការប្រមូលផ្ដុំកម្លាំងរបស់រុស្ស៊ីអឺរ៉ុបត្រូវតែមានសមត្ថភាពចល័តនិងយុទ្ធភ័ណ្ឌយោធាក្នុងទំហំប្រហាក់ប្រហែលគ្នានេះយ៉ាងហោចណាស់ 10,000 នាក់ឲ្យបានឆាប់រហ័សបំផុតប៉ុន្តែឧបសគ្គធំបំផុតនោះគឺអឺរ៉ុបបច្ចុប្បន្នខ្វះទាំងប្រព័ន្ធចល័តទ័ពលឿនខ្វះគ្រាប់រំសេវនិងសំខាន់បំផុតគឺខ្វះកម្លាំងទ័ពបម្រុងដែលមានការហ្វឹកហ្វឺនស្ទាត់ជំនាញទោះបីជាមានការអំពាវនាវឲ្យមានដំណោះស្រាយរួមនឹងយុទ្ធសាស្ត្រការពារជាតិរួមគ្នាក្នុងកម្រិតសហភាពណាអឺរ៉ុបក៏ដោយក៏មន្ត្រីគណៈកម្មការអឺរ៉ុបបានបញ្ជាក់យ៉ាងខ្លីថាកិច្ចការកេណ្ឌទាហានការកំណត់កាតព្វកិច្ចយោធានិងការរក្សាកម្លាំងទ័ពនៅតែជាសមត្ថកិច្ចនិងជាការទទួលខុសត្រូវដាច់ដោយឡែករបស់រដ្ឋសមាជិកនីមួយៗនៅឡើយដែលកត្តានេះធ្វើឲ្យការឆ្លើយតបជាធ្លុងមួយរបស់អឺរ៉ុបជួបភាពរាក់កើននិងស្មុគស្មាញយ៉ាងខ្លាំងណាស់បងប្អូននេះពាក់ព័ន្ធទៅនឹងអ្វីដែលរុស្ស៊ីเนี่ยកំពុងតែគំរាមកំហែងដល់អឺរ៉ុបហើយជាពិសេសគឺ NATO នេះតែម្ដងណាបងប្អូនគឺភ័យខ្លួនហើយភ័យខ្លួនតែម្ដងណាគេស្ទង់មតិគេដឹងថាឆ្នាំ2030អីណារុស្ស៊ីអាចនឹងធ្វើការសាកល្បងកម្លាំងរបស់ NATO ថា NATO ហ្នឹងក៏មានសមត្ថភាពឬក៏អត់បើសិនជាអត់មានរុស្ស៊ីនឹងធ្វើការគំរាមកំហែងរាល់តែលើករាល់តែសារអញ្ចឹងតែម្ដងអញ្ចឹងព័ត៌មាននៅក្នុងវីដេអូនេះព័ត៌មានប្រជានេះក៏មានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាមានការលើកខុសឆ្គងស្ដាប់ទៅមិនពេញចិត្តមិនសមរម្យត្រង់ចំណុចនេះមួយខ្ញុំក៏សំខាន់តែបេតុងពីសំណាក់បងប្អូនហើយក៏សូមគោរពលានិងសូមអរគុណសម្រាប់ការចូលរួមតាមដានទស្សនារបស់បងប្អូនយើងដ៏មានតម្លៃទាំងអស់គ្នា